ប្រាសាទតាមួនធំគឺជាប្រាសាទខ្មែរបុរាណសំខាន់មួយស្ថិតនៅតំបន់ភ្នំដងរែកក្នុងខេត្តសុរិន្ទប្រទេសថៃប៉ុន្តែជាប្រវត្តិសាស្ត្ររបស់អរិយធម៌ខ្មែរប្រាសាទនេះស្ថិតជិតព្រំដែនកម្ពុជាហើយជាផ្នែកមួយនៃក្រុមប្រាសាទតាមួនដែលមាន3ប្រាសាទគឺតាមួនធំតាមួនតូចនិងតាមួនក្រហមប្រាសាទតាមួនធំត្រូវបានកសាងឡើងប្រហែលនៅសតវត្សទី11ដល់សតវត្សទី12ក្នុងសម័យអាណាចក្រអង្គរជាពិសេសនៅរជ្ជកាលព្រះបាទសូរ្យវម័នទី2ស្ដេចដដែលដែលសាងអង្គរវត្តគោលបំណងសំខាន់នៃការកសាងគឺដើម្បីឧទ្ទិសដល់ព្រះសិវៈក្នុងសាសនាព្រហ្មញ្ញនិងជាទីសក្ការៈបូជារបស់អ្នកដំណើរដែលឆ្លងកាត់ផ្លូវបុរាណពីអង្គរទៅដល់តំបន់ខាងលិចប្រាសាទតាមួនធំស្ថិតលើច្រកភ្នំសំខាន់មួយដែលជាផ្លូវពាណិជ្ជកម្មនិងផ្លូវយោធាក្នុងសម័យអង្គរដោយសារតែទីតាំងនេះប្រាសាទមិនត្រឹមតែជាកន្លែងបូជាទេប៉ុន្តែថែមទាំងមានតួនាទីជាចំណុចត្រួតពិនិត្យនិងសម្រាប់អ្នកធ្វើដំណើរប្រាសាទតាមួនធំសាងសង់ដោយថ្មភក់និងថ្មឡាថេរីតមានរាងជាក្រុមអគារកណ្ដាលមានប្រាសាទមេមួយនិងជញ្ជាំងព័ទ្ធជុំវិញចំណុចពិសេសគឺមានលឹងនៅកណ្ដាលប្រាសាទមានប្រព័ន្ធបង្ហូរទឹកធម្មជាតិឆ្លងកាត់លឹងដែលបង្ហាញពីពិធីសាសនាព្រហ្មញ្ញទ្វារចូលបាយទទឹកខាងត្បូងខុសពីប្រាសាទខ្មែរជាច្រើនដែលបាយទទឹកកើតរចនាបថសិល្បៈស្រដៀងនឹងអង្គរវត្តបង្ហាញពីកំពូលសិល្បៈខ្មែរនៅសម័យនោះប្រាសាទតាមួនធំគឺជាភស្តុតាងដ៏ច្បាស់លាស់នៃឥទ្ធិពលអាណាចក្រខ្មែរដែលធ្លាប់គ្របដណ្ដប់តំបន់ធំទូលាយនៅអាស៊ីអាគ្នេយ៍វាបង្ហាញពីភាពរុងរឿងនៃសាសនាស្ថាបត្យកម្មនិងបណ្ដាញផ្លូវបុរាណរបស់ខ្មែរសប្តាហ៍ថ្ងៃប្រាសាទនេះត្រូវបានថែរក្សាដោយភាគីថៃប៉ុន្តែតម្លៃប្រវត្តិសាស្ត្រនៅតែភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយអរិយធម៌ខ្មែរ